ជំរាបសួរអ្នកទាំងអស់គ្នាពេលនេះ Admin សូមលើកឡើងនៅប្រវត្តិតួអង្គឯម្នាក់ដែលនៅក្នុងរឿង Riddle of Healer មកសង្ខេបជូនអ្នកទាំងអស់គ្នាទស្សនាតួអង្គឯម្នាក់ដែលកំសត់ជាងគេប្រចាំរឿងទាំងមូលគេមានឈ្មោះថាគេយ៉ារូត្រូវបានមនុស្សជុំវិញខ្លួនធ្វើបាបរាល់ថ្ងៃត្រូវបានគេបោកប្រាស់ទំនុកចិត្តនិងប្រើប្រាស់គេដូចជាឧបករណ៍លេងហើយគ្មាននរណាម្នាក់ដែលចិត្តជួយគាត់នោះទេគាត់មិនមែនជាវីរបុរសទេប៉ុន្តែគឺជាតួអង្គដែលជារើសនៃការសងសឹកបន្ទាប់ពីជីវិតរបស់គាត់ត្រូវបានបំផ្លាញទាំងស្រុងកុមារភាពរបស់គេយ៉ារូគាត់កើតនៅក្នុងភូមិតូចមួយគាត់គឺជាក្មេងប្រុសចិត្តល្អស្លូតបូតនិងតែងជួយអ្នកដទៃជានិច្ចគាត់មិនធ្លាប់សម័យថាខ្លួនឯងនឹងក្លាយជាវីរបុរសទេគាត់គ្រាន់តែចង់រស់នៅដោយសន្តិភាពនិងការពារមនុស្សដែលខ្លួនស្រឡាញ់ប៉ុណ្ណោះនៅពេលធំពេញវ័យគេយ៉ារូបានភ្ញាក់ផ្អើលនឹងថាមពលរបស់គាត់ទទួលបានថាមពល Recover Hero ឬព្យាបាលជំងឺ 1000 មុខសម្រាប់អ្នកលេង Mobile Legends ហើយ Admin Visual អានឹងដូចជា Hero Estate អញ្ចឹងណាអ្នកនរគ្នាប៉ុន្តែអ្វីដែលគ្មាននរណាដឹងនោះគឺរាល់ពេលដែលគេយ៉ារូព្យាបាលនរណាម្នាក់គាត់ត្រូវទទួលរងការឈឺចាប់ការចងចាំអារម្មណ៍និងបទពិសោធន៍ទាំងអស់របស់មនុស្សនោះនិយាយងាយយកមនុស្សម្នាក់របួសមួយគេយ៉ារូទៅបានឈឺចាប់មួយដងដូចគ្នាគេយ៉ារូត្រូវឈឺដូចគេផងដែរហើយគាត់ព្យាបាលមនុស្សរាប់ពាន់នាក់គាត់ត្រូវទទួលរងការឈឺចាប់រាប់ពាន់ដងជំនួសឲ្យការគោរពគេយ៉ារូត្រូវបានរាជវង្សប្រើប្រាស់ដូចជាទាសករគាត់ត្រូវបានធ្វើបាបទាំងផ្លូវកាយនិងផ្លូវចិត្តសេចក្តីសង្ឃឹមរបស់គាត់ត្រូវបានបំផ្លាញបន្តិចម្ដងរហូតគាត់លែងជឿជាក់លើពិភពលោកថាមានយុត្តិធម៌ទៀតទោះបីជារងទុក្ខយ៉ាងណាក៏ដោយគេយ៉ារូបានរកឃើញអាចកំបាំងមួយការព្យាបាលមិនមែនគ្រាន់តែជាការព្យាបាលរបួសនោះទេវាអាចធ្វើឲ្យគាត់ទទួលបានថាមពលផ្សេងៗដូចជាកែប្រែរាងកាយលួចជំនាញចម្លងវេទមន្តកែប្រែការចងចាំនិងផ្លាស់ប្ដូររូបរាងមនុស្សបានម្នាក់ទៀតនៅចុងបញ្ចប់នៃ timeline ដំបូងគេយ៉ារូបានយកឈ្នះ Demon Lord គាត់ទទួលបាន Philosopher Stone ដែលទទួលបានថាមពលដ៏អស្ចារ្យជំនួសឲ្យការប្រកួតត្បូងនេះទៅឲ្យស្ដេចក៏បានប្រើវាដើម្បីបង្វិលពេលវេលាទៅកាន់4ឆ្នាំមុនខណៈដែលគាត់នៅរក្សាការចងចាំទាំងអស់ពីអតីតកាលពេលត្រឡប់មកពីអតីតកាលវិញគេយ៉ារូមិនមែនជាក្មេងស្លូតបូទៀតឡើយគាត់ដឹងថានរណាជាសត្រូវនិងដឹងថានរណានឹងក្បត់គាត់ហើយនឹងដឹងថានរណាគួរតែទទួលលទ្ធផលនៃទង្វើរបស់ខ្លួនគេយ៉ារូចាប់ផ្ដើមរៀបចំផែនការសងសឹកយ៉ាងលម្អិតក្រោយពីអនុវត្តផែនការដំបូងដ៏ជោគជ័យគេយ៉ារូបានប្រើថាមពល Healing ដើម្បីផ្លាស់ប្ដូរមុខមាត់តែម្ដងថែមពីនោះទៅទៀតគេយ៉ារូក៏បានផ្លាស់ប្ដូរឈ្មោះថ្មីដើម្បីលាក់អត្តសញ្ញាណពិតចាប់តាំងពីពេលនោះមកមនុស្សភាគច្រើនលែងស្គាល់គាត់ថាគឺជាវីរបុរស Recover Hero ដដែលទៀតហើយគេយ៉ារូពីមុនដែលជាមនុស្សចិត្តល្អចូលចិត្តជួយអ្នកដទៃនិងជឿជាក់លើភាពយុត្តិធម៌ប៉ុន្តែក្រោយពេលរងទុក្ខអស់ជាច្រើនឆ្នាំគាត់បានប្រែក្លាយជាមនុស្សដែលគិតពីការសងសឹកប៉ុណ្ណោះទោះបីជាយ៉ាងណាក៏ដោយគាត់នៅតែបង្ហាញភាពធន់ភ្លន់ចំពោះមនុស្សដែលស្មោះត្រង់និងយកចិត្តទុកដាក់ចំពោះគាត់តែបង្ហាញថាផ្នែកមួយនៃអត្តចរិតដែររបស់គាត់នៅមានគេយ៉ារូមិនមែនជាតួអង្គឯកដែលចង់សង្គ្រោះពិភពលោកនោះទេគាត់គឺជាមនុស្សដែលធ្លាប់ជឿលើសេចក្តីល្អប៉ុន្តែត្រូវបានពិភពលោកបំផ្លាញជំនឿនោះហើយដែលជាមូលហេតុដែលរឿង Riddle of Healer ក្លាយជារឿងមួយដែលបង្កឲ្យមានការវែកញែកជាខ្លាំងអូខេអ្នកនរគ្នាសម្រាប់វីដេអូខ្លីនេះដែរមិនគឺមានប៉ុណ្ណឹងនោះទេដែលនិយាយអំពីប្រវត្តិរបស់តួអង្គគេយ៉ារូដែលនៅក្នុងរឿង Riddle of Healer សម្រាប់វីដេអូខ្លីមួយនេះដែរសង្ឃឹមថាអ្នកនរគ្នាពេញចិត្តកុំភ្លេចចុច like និង subscribe ម្នាក់មួយផងឲ្យមិនជូនពរឲ្យអ្នកនរគ្នាសុខភាពល្អនិងមានប្រកាយយើងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ